សូមជូនរឿងភូមិស្នេហ៍ជំរុំចិត្តភាគទី12เราชื่นชมถึงธรรมชาติที่แสนสดใสใช่มีเพียงเราที่อยู่ตรงนี้ยังมีสักน้อยใหญ่เป็นบ้านหลังน้อยพักพิงใจให้สักครึ่งทางខ្ញុំចង់សម្លាប់វាខ្ញុំចង់សម្លាប់វាខ្ញុំមានវិធីអ៊ំវិធីស្អីទៅវិធីសម្លាប់ប្រពន្ធណាមែនហើយវិធីសម្លាប់ប្រពន្ធអើយវាមិនងាយបែបហ្នឹងទេនាងពីប្រពន្ធខ្ញុំនេះវាឆាប់ចាស់បែបតែមិនងាយងាប់ទេហើយលើនេះជាប់គុកទេមិនជាប់ទេតែវិធីនេះអ៊ំផាននេះទៅសង់ផ្ទះធំធ្វើការសម្អាតត្រង់នេះត្រង់នោះត្រង់នេះត្រង់នោះបាទដោយមិនឲ្យប្រពន្ធធ្វើអ្វីទេហើយចឹងគិតធ្វើយ៉ាងម៉េចទៅខ្លាញ់ពោះមួយថ្ងៃមិនធ្វើអ្វីខ្លាញ់ក្នុងពោះក៏មិនខានទេប្រកាសជាស្លាប់ហើយខ្ញុំឃើញពីមធ្យោបាយហើយអរគុណច្រើនណាស់ពេទ្យបន្ទាប់ពីនោះអ៊ំផានទៅផ្សារទៅទិញសាច់ជ្រូក3ជាន់មកយកមកស្ងោរមកអាំងមកឆាមកចៀនចំអិនឲ្យឆ្ងាញ់ហើយយកទៅបំរើប្រពន្ធទៅនាងពីប្រកាសជាស្រឡាញ់ស្លាប់រស់ហើយត្រូវហើយខ្លាញ់នោះចាត់ការនៅឯណាទៅចាត់ការសាច់ត្រូវហើយប្រើខួរក្បាលអើយអរគុណច្រើនហើយអរគុណច្រើនណាស់ពេទ្យប៉ុណ្ណឹងមិនគ្រប់ទេទឹកនោមផ្អែមលើសឈាមទៀតខ្សោយបេះដូងគ្រប់រោគអូយគិតហើយគឺធូរចិត្តណាស់ស្លាប់មិនខានទេនាងពីអូយកំណត់ពេទ្យនេះទីនេះចំជាអស់តោះតែម្ដងហើយមិនប្រាប់ខ្ញុំតាំងពីយូរនាងពីអើយបងអនចាក្មេងៗតាណាអស់ហើយខ្ញុំក្រោបអត់ទាន់ទេចេញទៅរកពេទ្យធីមនៅឯក្រោលសេះតែដឹងពេទ្យធីមជាហើយត្រូវតែត្រឡប់មកធ្វើការតាមប្រក្តីដែរនេះខ្ញុំក៏បរិវល់ស្រាប់ហើយទៅគ្មានឱកាសទៅអរគុណពេទ្យធីមនេះបើមិនបានពេទ្យធីមជួយលោកមីតនទេយើងប្រកាសជាយ៉ាប់ហើយនេះពេទ្យធីមនេះគេជាមនុស្សល្អណាមុខស្អាតហើយចិត្តល្អទៀតហើយគេក៏ជាមិត្តភក្តិនឹងក្មេងៗដែរគេនៅឯណាក្មេងៗក៏មានក្តីសុខអញ្ចឹងហ៎នេះបើអ្នកនាងបុននិងពេទ្យធីមបានរៀបការជាមួយគ្នាប្រកាសជាល្អណាស់ជីវិតក្មេងៗនឹងបានពេញលេញហើយម្យ៉ាងទៀតណាខ្ញុំនឹងមានប្អូនតូចថែមទៀតបងអូនជប់ហើយកូនពេទ្យធីមនិងអ្នកនាងទៀតខ្ញុំដាក់ឈ្មោះថាបុនធីមណាបុនធីមគួរឲ្យស្រឡាញ់ណាបងអូននិយាយស្ដីគ្មានបានការទេគ្មានបានការតែមុខក្រហមនេះអៀនហើយអៀនហើយតែឪពុកនឹងម្ដាយគួរឲ្យស្រឡាញ់កូនប្រកាសជាគួរឲ្យស្រឡាញ់ដែរហើយបងអូនបានហើយយើងមិនឲ្យឯរៀបការទេនាងបុននេះពេទ្យធីមជួបមកហើយលោកមីជាហើយហ៎ខ្ញុំមកអរគុណអ្នកពេទ្យធីមដែលជួយជីវិតខ្ញុំទាន់ពេលវេលាបងថមីនិងបងថងក៏ប្រាប់ថាពេទ្យធីមលយមិនខ្លាចស្លាប់មែនហើយថែមទាំងជួយក្មេងសែនរពឹសនេះទៀតហើយខ្ញុំមិនត្រូវការពីអរគុណគ្រាន់តែយ៉ាងណាខ្ញុំត្រូវតែអរគុណពេទ្យធីមតដែរបើមកគេមិនត្រូវការទេបងថមីអរគុណតែម្យ៉ាងបានយ៉ាងម៉េចទៅហ៎អរគុណហើយតានៅចុះថ្ងៃនេះមានជប់លៀងចាំខ្ញុំនាំពួកបងប្អូនទៅញ៉ាំបាយក្រៅផ្ទះល្អទេញ៉ាំក្រៅផ្ទះហ៎ទីណាទៅអូយដឹងហើយប្រពុកមេខុនជាអ្នកមានយ៉ាមែនហើយទាំងលុយទាំងអ្នកមានណាអូយ៉ា បងលោកមីថ្ងៃនេះបងចង់ញ៉ាំអ្វីជាពិសេសទៅញ៉ាំអីខ្ញុំចង់ញ៉ាំបាយ
ឆា អូហើយចុះបងថងកូ ខ្ញុំចង់ញ៉ាំផ្លូវមាន់ ហើយចុះបងថងមី ខ្ញុំចង់ញ៉ាំសាច់ជ្រូកចៀននិងឆាមាន់ក្តៅយ៉ាងម៉េចហើយក្មេងៗឃ្លានហើយមែនទេ ឃ្លានហើយ តោះទៅញ៉ាំបាយជាមួយគ្នា យ៉ា ណែតាផាន បាទ ចាញ់មកនេះ បាទចាញ់ហើយ ទៅយកឆ្នាំងស៊ុបមកដាក់លើចក្រាន បាទឆ្នាំងស៊ុប អើយតែធីមនេះយើងមកខកកន្លែងតែដឹង ត្រូវតាមានតែតូបនេះហើយនៅចំការស្ថានសួង តែថ្ងៃនេះថ្ងៃអីទៅប្លែកប្រកាសជាប្លែកហើយព្រោះអំផានកំពុងតែរៀបចំផែនការបដៅប្រពន្ធខ្លួនឯងធ្វើឲ្យប្រពន្ធខ្លួនឯងលងនឹងភាពសុខសប្បាយ អូ ទុកឲ្យប្រពន្ធខ្លួនឯងធាត់ អូ បន្ទាប់ពីនោះទឹកនោមប៉ែមឡើងឈាមហើយមានរោគជាច្រើនទៀតក៏មកដល់ហើយក៏មិនអាចជួយអ្វីបានទេ អូយខោខើណារៀបតក បាទរៀបតុក អាលឿនឡើងធ្វើការរហ័សរហួនទៅអាលឿន លឿនហើយ រួចហើយក៏ជូតតុកហើយ បាទជូត ឲ្យលឿន ហើយ បែកកែវលឿនឡើង បាទ កាន់តែស្រួលតាបែកមួយបែក អីទេដាក់ស្រួលបួលហើយដាក់ស្រួល រួចហើយ រួចហើយ យកបន្លែទៅបេះ បន្លែយកទៅបេះ អូយប្រើគ្មានបានកាយឯងកុំយឺតចាវណាយកទៅបេះឲ្យលឿនឡើងមើលធ្វើអីមើកដែរហ្នឹង ដាក់ឲ្យបេះបន្លែសាច់ខ្លួនធ្វើឲ្យសោស្អាប់ខ្លាំងណាស់ធ្វើឲ្យកើតសោយ៉ាអើយចង់ជួតល្អណាស់វៃស្រីសៀមដេកស្រាតក្បែរមាត់ស្រាអើយល្អណាស់ចវាយទិញចវាតាកចវាយយ៉ានេះបកាយលោកភីចុងជួនអាយស្អាតមានពណ៌សេកសាយ៉ាអានេះហូបលក្ខសិនទៅពុកកំពុងតែជួបមាត់ហ្នឹងអើយថ្ងៃលិចហើយឡើងផ្ទះអើយពិតជាមានអារម្មណ៍ល្អបែបបី មេឃុំថាដានាងអាត្មានេះមិនទាន់ត្រឡប់ទៅស្រុកវិញទេ គឺដឹងទេស្លាប់ហើយបែបនេះតើដឹងតន់គេរបៀបណាដឹងទេថាពេលនេះមានអ្នកបរទេសមកទិញដីស្រែចំការជាកម្មសិទ្ធិរួចរាល់ហើយរបបអាចដឹងមកខ្លះណាស់ដានាងរឿងរ៉ាឌីបើអញ្ចឹងបញ្ញាប់នាំពេទ្យធីមទៅតិចទៅមិនទាន់គេណាបែរអាចជុកឆាប់ទៅរកអាពេទ្យធីមទៅចាប់ផងអាលឿនមកស្រេចមិនខានទេពេទ្យធីមចាន់ហើយក្មេងចាអូយអស្ចារ្យណាស់អស្ចារ្យនេះជានំខេករបស់អ៊ំពេជ្រអ៊ំផានអូយអ៊ំពេជ្រម្នាក់បានហើយណានេះសម្រាប់លោកមីអូយអស្ចារ្យណាស់ហើយចុះនេះជាទឹកផ្លែប៉ោមដែលទុកឆ្លងប្អូនលោកមីសុវត្ថិភាពត្រឡប់មកពីពេទ្យវិញថ្ងៃមុខថ្ងៃក្រោយណាហាមទៅលេងរពើពេលព្រះអាទិត្យរៀបលិចណាព្រោះនៅពេលនោះណាមានសត្វមានពឹសនិងសត្វគ្មានពឹសវាចេញមករកស៊ីយល់ទេយល់ព្រោះថាយើងមើលវាមិនតាន់ទេមែនហើយក្មេងៗត្រូវប្រយ័ត្នពឹសសត្វមានពឹសនេះព្រោះយើងមិនដឹងថាសត្វនោះមានពឹសច្រើនប៉ុណ្ណាទេតែយ៉ាងណាខ្ញុំអត់ខ្លាចទេព្រោះមានពេទ្យធីមចាំជួយអរគុណតែម្យ៉ាងមែនទេអញ្ចឹងអង្គុយចុះមកគឺអូយអស្ចារ្យណាស់កិនចេះទៅដើម្បីកុំឲ្យខាតពេលយើងមកឆ្លងជាមួយគ្នាល្អជាងលើកែឡើងជ័យអើយបងធីមអូយហត់ណាស់អូយមិននឹកស្មានថាជាយីពីទេនេះអើយពុកឲ្យទៅផ្ទះជាបន្ទាន់ណាបងធីមមានរឿងអីទៅអត់និយាយរឿងណាឲ្យបងត្រឡប់ទៅធ្វើចំការណាផ្ទះយើងនោះអីធ្វើចំការអីហើយប្រយ័ត្នទៅក៏បើពុកចាំយូរណាមកអើយបានតែយកឆ្កែចេញពីមាត់តើឯងនេះ
ពុកនេះពេទ្យធីមគាត់នឹងទទួលពេទ្យធីមតែធ្វើចំការនៅផ្ទះបើបែបនេះនេះពេទ្យធីមចេញពីទីនេះហើយខ្ញុំអត់ព្រមទេខ្ញុំនឹងឲ្យម៉ាក់រៀបការជាមួយនេះពេទ្យធីមបងក៏ថាអញ្ចឹងដែរតែនេះពេទ្យធីមចង់ទៅយ៉ាងណាក៏ត្រូវទៅដែរហើយខ្ញុំខឹងហើយអើយខ្ញុំងហើយហើយខ្ញុំធុញហើយអូមិនចាំគ្នាសោះដូបាយឲ្យស្រួលបួលប្រយ័ត្នក៏ពុបអើយគ្រប់គ្នាស្ដាប់ណាការធ្វើចំការជាគម្រោងការធំដោយមិនចាំបាច់អល់ឯងទេហើយក៏កិច្ចទេអូយផ្លោះទេពុកផ្លោះនៅក្នុងខួរក្បាលយើងគ្រប់គ្នាមកជួយគិតថាធ្វើយ៉ាងណាចង់បដូរដីស្រែជាចំការយើងនឹងត្រូវមានកបពកជាងពួកបរទេសធីមស្អីនេះនិយាយប៉ុណ្ណឹងក៏ងើបចេញទៅព្រៃណាធីមស្ដាប់អីសិននេះពុកមិនព្រមឈប់កំណត់ប្រូដីស្រែទៅជាចំការនេះមិនតន់ឈប់ទៀតនេះហ៎ពុកមិនបានកាត់ខ្លួនឯងទេប្រកាសជាមានមនុស្សញយញងពុកឯងគឺបងជោគបាទអ្នកណាស្អីគេអត់បានលឺទេយ៉ាងណាញយងពុកបងលឺឈ្មោះគេថាឈ្មោះរឿងរ៉ាឌីអូយមែនហើយជាខ្ញុំបំណងល្អចំពោះពុកនាងទេបើជាអ្នកស្រែតែមិនជួបផលសម្រេចត្រឡប់ទៅធ្វើចំការវិញទៅនៅទីនេះធ្វើអីបើតែអ្នកនាងរ៉ាឌីមិនចង់ឲ្យមនុស្សល្អដូចបងធីមនៅទីនេះទេបងធីមជាមនុស្សមានចំណេះដឹងមានសមត្ថភាពហើយជួយការងារអ្នកនាងបុនធីរ៉ាបានប៉ិនចាធីមជាមនុស្សល្អមានចំណេះដឹងមានសមត្ថភាពតែក៏ជាកូនមេឃុំអន់ម្នាក់ណែប្អូនស្រីខ្ញុំជាម្ចាស់ចំការស្ថានសួងណាខ្ញុំថានាងមិនយល់ទេណែនាងយ៉ាងម៉េចខ្ញុំនិយាយអីខុសបងប្រុសនាងកំពុងមកតោងប្អូនស្រីខ្ញុំស៊ីហើយលោកមីកូនកើតអីហេតុអីបានជាមិនតាន់គេងនេះបងថមមីនិងបងថងកគេគេងលក់ហើយណាហេតុអីបានជាកូនមិនតាន់គេងអញ្ចឹងពិតមែនទេម៉ាពេទ្យធីមនឹងចេញពីចំការយើងមែ